តើមានវិធីសាស្ត្រអ្វីដើម្បីឲ្យបងប្អូនដែលប្រកបអាជីវកម្មតាមដងផ្លូវបងប្អូនប្រកបមុខរបររថកង់3ឬហៅថា Pass Up បានយល់ដឹងនិងចូលរួមចំណែកក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យរឹតតែល្អប្រសើរជាងមុនបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីក្រុមការយកចិត្តទុកដាក់ពីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកចិនប៊ុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌរសីកែវទៅលើការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅលើដងផ្លូវនាព្រឹកថ្ងៃសុក្រទី6ខែកុម្ភៈឆ្នាំ2026លោកអភិបាលរងឡងង៉ែតតំណាងឲ្យលោកចិនប៊ុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌរសីកែវព្រមទាំងមន្ត្រីក្នុងរដ្ឋបាលខណ្ឌបានដឹកនាំកិច្ចប្រជុំពិភាក្សាពិសេសមួយជាមួយបងប្អូនប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធឬហៅថាសមាគមកង់3និងបងប្អូនដែលកំពុងប្រកបអាជីវកម្មផ្សេងៗនៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋដើម្បីឲ្យបងប្អូនបានយល់ដឹងបន្ថែមអំពីគោលការណ៍នៃការចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងនោះផងដែរលោកឡុងង៉ែតអភិបាលរងខណ្ឌរសីកែវលោកក៏លើកឡើងថាក្រោមការដឹកនាំរបស់លោកចិនប៊ុនធឿនអភិបាលខណ្ឌរសីកែវលោកបានផ្ដោតនៅចំណុចសំខាន់ក្នុងមូលដ្ឋានរបស់លោកមានដូចជា 1. ការកសាងហេដ្ឋារចនាសម្ព័ន្ធបើកការដ្ឋានកសាងជួសជុលពង្រីកផ្លូវ 2. ការរៀបចំប្រព័ន្ធលូប្រឡាយ 3. ការថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់បណ្ដាភូមិសង្កាត់ 4. ការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថានលក្ខនឹងលក្ខអ្វីដែលលោកចង់បានពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានវិញនោះគឺគ្រាន់តែនាំគ្នាចូលរួមសហការថែរក្សាការពាររាល់សមិទ្ធផលដែលអាជ្ញាធរក្នុងមូលដ្ឋានរបស់លោកគ្រប់បណ្ដាភូមិសង្កាត់បានខិតខំប្រឹងប្រែងកសាងទុកជូនបងប្អូនតែប៉ុណ្ណោះជាចុងក្រោយនេះលោកឡុងង៉ែតអភិបាលរងខណ្ឌរសីកែវលោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌរសីកែវទាំងមូលបងប្អូនអាជីវករតាមដងផ្លូវក៏ដូចជាលោកប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបងប្អូនរថកង់3ឬហៅថា Pass Up បងប្អូនសារព័ត៌មានទាំងអស់សូមមេត្តាជួយផ្សព្វផ្សាយជូនដំណឹងជាបន្តដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌរសីកែវទាំងមូលបានយល់ដឹងនិងជ្រាបជាដំណឹងបាន